រពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាជួបនឹងខ្ញុំនៅក្នុងវីដេអូថ្មីមួយទៀតហើយសម្រាប់ថ្ងៃនេះផងដែរគឺនឹងបងប្អូនមកទស្សនាពីវីដេអូប្រឡាក់ជាមួយនឹងសាច់ជ្រូកបងប្អូនចាសាច់ជ្រូកចង្កាក់ណាបងប្អូនគឺនឹងវីដេអូមុនអញ្ចឹងសម្រាប់គ្រឿងផ្សំវិញគឺខាងតែងាយស្រួលគឺមានតែជាមួយនឹងស្ករសប៊ីចេងម្សៅស៊ុបហើយនឹងអំបិលឬក៏ជាមួយនឹងទឹកប្រេងខ្យងបន្ថែមទៀតហើយមានគល់ល្កៃរំដេងរមៀតថែមជាមួយនឹងស្លឹកក្រូចសើចបើសិនជាបងប្អូនចង់បានពណ៌ស្រស់ស្អាតគឺបងប្អូនអាចធ្វើការថែមជាមួយនឹងលក្ខបានដើម្បីយើងមើលទៅវាមានរសនិយមមកបងប្អូនចារលែងទេគឺប្រកាន់ពណ៌ធ្វើឲ្យយើងកាន់តែចង់ញ៉ាំអញ្ចឹងបើសិនជាយើងមិនដាក់លក្ខទេបងប្អូនពេលដែលអាំងទៅគួរវានឹងសតែដាក់លក្ខទៅគួរឲ្យចង់ញ៉ាំខ្លាំងមែនទេបងប្អូនចាឥឡូវនេះក៏បងថាពេលវេលាយើងមកបងទៅទស្សនាពីការធ្វើទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺយើងមានសាច់ជ្រូកបងប្អូនចាសាច់គោហើយវីដេអូនេះគឺយើងបង្រៀនពីការធ្វើជាមួយសាច់ជ្រូកបងប្អូនចាហើយនេះអ្នកណាខ្ញុំគឺកំពុងយកសាច់ជ្រូកមកដុំធំទៅធ្វើការជួយគ្នាដើម្បីធ្វើការជាស្បែកវាសិនណាបងប្អូនចាជាស្បែកវាជាអាចយកស្បែកទៅអាំងញ៉ាំបានទេយកទៅប្រឡាក់ក៏អាចការដែរបងប្អូនចាគាត់ធ្វើការជារហូតទៅតែដាច់ឲ្យអស់ទៅចាំគាត់ធ្វើការហាន់ជាមួយនឹងសាច់ជាដុំតូចទៅយើងធ្វើការប្រឡាក់ជាមួយសាច់គោលើកមុនអញ្ចឹងបងប្អូនចាបន្ទាប់ពីធ្វើការជ្រៀករួចជាស្រេចហើយគឺយើងយកវាហាន់ស្តើងទៅបែបនេះហើយធ្វើការហាន់វាជាដុំតូចៗបន្តទៀតបងប្អូនគឺងាយខ្លាំងមែនទែនដូចក្នុងវីដេអូនេះអញ្ចឹងធ្វើការហាន់វារៀងធំតូចពេញហើយគឺបងប្អូនមកធ្វើការហាន់វាជាដុំតូចបន្តទៀតសាទីយើងមានអញ្ចឹងនេះគឺធ្វើកញ្ញាក់មកគឺមានអាយុចង់ភ័យដែលអ្នកថតវីដេអូចង់ភ័យដោយសារយើងមានជាតិរបស់ធម្មជាតិខ្លាំងយើងទិញគេខ្លាំងអញ្ចឹងបងប្អូនសុខសាន្តចំការបងប្អូនឃើញអញ្ចឹងគឺអាចមានគ្រឿងផ្សំជាច្រើនដែលដុះនៅលើព្រៃប្រឹក្សាដែលយើងដាំអញ្ចឹងបងប្អូនហើយនេះគឺជារំដែងព្រៃដែលយើងធ្វើការកោសបានឥឡូវនេះមកធ្វើការកោសជាមួយនឹងរមៀតម្ដងបងប្អូនដែលយើងដាំនៅជុំវិញផ្ទះរបស់យើងអញ្ចឹងកុំឃើញដើមអញ្ចឹងប៉ុន្តែមើមច្រើនខ្លាំងមែនទែនបងប្អូនអាចទស្សនាបានធ្វើការកោសវាយកទៅវាបុកគ្រឿងអញ្ចឹងណានៅមានច្រើនទៀតប៉ុន្តែដោយសារកន្លែងនេះដីវាផុយអញ្ចឹងខ្ញុំគិតថាមកកោសកន្លែងហ្នឹងទៅកុំឲ្យសូវហត់ហើយអត់មានជាប់ជីកមានអីទេបងប្អូនចាស់យកទៅស្រុកម្ដងអញ្ចឹងមិនដឹងកន្លែងណាកន្លែងណីទេហើយធ្វើការយកកបិតមកកោសវាតែម្ដងហើយធ្វើការដកវាទៅសូត្រតែផុចអូយបងប្អូនឃើញទេហើយធ្វើការជីកតិចទៅក៏លោវានៅលើអញ្ចឹងណានេះបងប្អូនឃើញទេគឺមើមធំដែរគឺដោយសារអ្នកម្ដាយទៅតែដាំទេអញ្ចឹងហើយមិនទាន់មានច្រើនទេហើយយើងយកវាចាញ់ហើយគឺយើងធ្វើការបេះជាមួយនឹងមើមរួចហើយគឺយើងយកវាដោតដាក់ដាំវិញដើម្បីធ្វើការញ៉ាំនៅថ្ងៃក្រោយទៀតអញ្ចឹងណាបងប្អូនចា
បន្ទាប់ពីយើងធ្វើការកោសរួចជាស្រេចហើយយកទៅលាងសម្អាតចាត់វាឲ្យស្អាតហើយលាងទឹកពីបិទទឹកទៅបងប្អូនចាកុំឲ្យមានដីប្រឡាក់អញ្ចឹងណាហើយពេលយើងញ៉ាំទៅតែមានដីគឺចប់ហើយបងប្អូនបន្ទាប់ពីយើងធ្វើការលាងសម្អាតរួចរាល់ហើយគឺយកវាទៅបុកគ្រឿងបុកដូចវីដេអូមុនអញ្ចឹងបងប្អូនចាគ្រឿងរបស់យើងមានកូនលក្រីមានរំដេងមានជាមួយនឹងស្លឹកក្រូចសើចជាមួយនឹងបន្ថែមជាមួយនឹងខ្ទឹមសបន្ថែមទៀតអញ្ចឹងបងប្អូនធ្វើការបុកវាឲ្យម៉ត់ដូចតែយើងស្លលើកមុនអញ្ចឹងបន្ទាប់ពីយើងធ្វើការបុករួចជាស្រេចហើយបងប្អូនធ្វើការទុកវាមួយអន្លើសិនទៅបងប្អូនចាដើម្បីយើងធ្វើការធ្វើអ្វីបន្តទៀតអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកគឺថតអត់ទាន់បងប្អូនញ៉ាំបាយរបស់ខ្ញុំគាត់ផ្សំគ្រឿងរួចជាស្រេចទៅហើយសម្រាប់គ្រឿងផ្សំគឺដូចវីដេអូមុនអញ្ចឹងមានគ្រឿងបុករបស់យើងធ្វើការបុកដោយខ្លួនឯងអញ្ចឹងហើយមានជាស្ករសប៊ីចេងអំបិលរួមជាមួយម្សៅស៊ុបមានប្រេងឆារួមទាំងប្រេងខ្យងបងប្អូនហើយយើងចង់បានពណ៌ស្រស់ស្អាតបងប្អូនធ្វើការដាក់ថែមម្លៀកបន្តទៀតឥឡូវនេះអ្នកម្ដាយរបស់ខ្ញុំគាត់ធ្វើការច្របាច់ច្របល់វាដើម្បីវាចូលសព្វគ្នាល្អវីដេអូនេះគឺអត់ទាន់បានដាក់លាក់ទេបងប្អូនចាគឺគាត់ចាប់បានធ្វើការច្របាច់ឲ្យចូលសិនហើយបន្ទាប់មកចាំយើងធ្វើការដាក់លាក់លើច្របាច់ចូលបានប៉ុណ្ណេះហើយគឺអ្នកម្ដាយរបស់ខ្ញុំគាត់យកលាក់មួយកញ្ចប់មកធ្វើការចាក់រោយសពជាមួយនឹងសាច់របស់ក្នុងយើងក្នុងកធុនហ្នឹងណាបងប្អូនចាហើយបន្ទាប់មកបានគាត់ធ្វើការច្របាច់បន្តទៀតច្របាច់ចុះច្របាច់ឡើងបងប្អូនចារហូតតតែគ្រឿងគ្រូរបស់យើងចូលសព្វជាមួយនឹងគ្នាល្អបងប្អូនឆ្ងល់ទេហេតុអ្វីចាំបាច់ដាក់លាក់បងប្អូនចាពេលខ្លះខ្ញុំអង្គុយឆ្ងល់ខ្លួនឯងដែរចាំបាច់ដាក់លាក់ទៅអីធម្មជាតិមិនសូវមានជាតិគីមីប៉ុន្តែបើសិនជាយើងអត់ដាក់ទៅវាអត់តំណងបងប្អូនអត់ឆ្ងាញ់មើលទៅអត់លយឆាយអញ្ចឹងណាពេលយើងដាក់ទៅពណ៌វាល្អមួយកម្រិតដែរកើនពណ៌រសជាតិគួរឲ្យចង់ញ៉ាំខ្លាំងមែនទែននេះបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងឥឡូវនេះចាប់ផ្ដើមចូលពណ៌ឡើងស្រស់ស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាចាប្រឡាក់ចុះប្រឡាក់ឡើងភ្លេចដាក់អំបិលឥឡូវនេះថែមអំបិលបន្តិចសិនចាហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណបងប្អូនសម្រាប់ការទស្សនាពីដើមដល់ចប់ជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយបន្តទៀតបាយបាយ